របស់របរក្នុងហាងលក់អស់ហើយចាអញ្ជើញត្រឡប់ទៅវិញទៅខ្ញុំមិនមែនមកស៊ីបាយទេចុះថៅកែហាងពួកឯងនៅណាហើយនាងចេញមកមើលខ្ញុំនឹងហើយជាថៅកែហាងមានការអីមែនទេលោកតែខ្ញុំមកលើកនេះគឺមានរឿងល្អចង់មកប្រាប់នាងតើនាងស្គាល់ហាង Van Follow ទេជាហាងលក់នំធំជាងគេប្រចាំក្រុងនឹងណាហើយលោកម្នាក់នេះគឺជាថៅកែវ៉ាន់នៃហាង Van Follow នឹងហើយមិនទៀតថៅកែវ៉ាន់របស់ពួកយើងចង់ទិញរូបមន្តធ្វើរបស់នាងបើចេះដឹងខុសត្រូវប្រញាប់ប្រគល់ឲ្យមកពួកយើងនឹងឲ្យតម្លៃសមរម្យចុះបើខ្ញុំមិនលក់វិញនាងមិនទៅស៊ើបមើលទេអីថា Van Follow ខ្ញុំជាមនុស្សកម្រិតណានៅក្នុងក្រុងលីនជាងនេះនាងមកបើកហាងនៅក្រោមច្រមុះខ្ញុំយូរក្រោយហើយមិនដែលមកសំពះសុំសេចក្តីសុខម្ដងណាឡើយខ្ញុំមិនគិតគូរចុះតែឥឡូវមកជែករឿងរកស៊ីជាមួយនាងបែរជាហ៊ានបដិសេធទៅវិញប្រហែលជាមិនចង់រស់នៅទីនេះទៀតទេដឹងវាកំតិចទៅអស់សម្រាប់ខ្ញុំឈប់ដៃភ្លាមហ៊ានមកវាកំតិចខាងគេនឹងធ្វើបាបមនុស្សស្រីផងនៅមានច្បាប់ទម្លាប់ទៀតទេហាហាចង់ធ្វើជាវីរបុរសជួយស្រីក៏ត្រូវមើលគីឡូខ្លួនឯងសិនដែរច្បាប់អីនៅទីនេះថៅកែវ៉ាន់នឹងហើយជាច្បាប់ថៅកែវ៉ាន់វ៉ាន់ហ្វូរងខ្លាំធំធ្លុះពោះឈ្មោះថៅកែអញជាឈ្មោះដែលអញអាចហៅលេងតាមចិត្តមែនទេប្រយ័ត្នបងប្រុសអញជាអ្នកណាខ្ញុំនឹងអញមិនដែលអន់ស្រពន់ចិត្តនឹងគ្នាទេចុះហេតុអ្វីបានជាអញចង់មកនេះជារឿងប្រកួតប្រជែងក្នុងរបររកស៊ីបើជំនាញមិនដល់គេគួរតែចេះឆ្លុះកញ្ចក់មើលខ្លួនឯងមិនមែនមកបង្ខំកញ្ញាហោជាបែបនេះទេបង្ខំគេមិនបានសម្រេចបែរជាមកវាបំផ្លាញហាងគេទៀតអញចេះដឹងរឿងគេរៀងជ្រៅពេកហើយដឹងនៅមិនព្រមព្រៀងគ្នាទៅទៀតទៅជាមួយអញពួកកាកសំណល់ពិតមែនខ្ញុំអនុញ្ញាតឲ្យឯងដើរចេញទៅហើយមែនទេសុំទោសកញ្ញាហោជាភ្លាមអញមិនទៅស៊ើបមើលក្នុងក្រុងលីនជាងទេអីថាខ្ញុំជាអ្នកណាថ្ងៃនេះឯងដាច់ខាតត្រូវតែប្រឆាំងនឹងខ្ញុំមែនទេប្រាប់ឲ្យសុំទោសនិយាយសម្ដីឥតប្រយោជន៍ច្រើនធ្វើអីខ្ញុំសុំទោសខ្ញុំព្រមសុំទោសហើយមិនបានអីកញ្ញាហោជាថ្ងៃនេះមកពីខ្ញុំមានចិត្តឆេវឆាវបន្តិចសុំទោសផងចូលអត់ទោសឲ្យខ្ញុំផងចុះណាវាកំតិចរបស់គេហើយសងលុយគេវិញភ្លាមអញអាចទៅបានហើយកុំឲ្យខ្ញុំឃើញអញមកបង្កបំណុលរំខានកញ្ញាគេទៀតឲ្យសោះលោកអ្នកក្លាហានហើយអ្វីមិនព្រមទុកឈ្មោះបន្តិចដើម្បីឲ្យវ៉ាន់ហូហ្វូរងខ្ញុំបានដឹងថាថ្ងៃនេះខ្ញុំបានទៅប៉ះពាល់ចំគីឡូអ្នកណាលូមីងលីគឺលូមីងលីតើមិនមែនគេល្បីគ្នាថាគាត់ជិះធ្ងន់រហូតដល់ដើមមិនរួចទេអីមើលទៅពេលនេះគ្រាន់តែរៀងខ្សោយបន្តិចតើមិនទាន់ដល់ថ្នាក់ក្រោបពីក្រែមមិនរួចឯណាលោកមេតបលូថ្ងៃនេះពិតជាអរគុណលោកខ្លាំងណាស់កុំអីមិនដឹងថាពួកឯងទាំងនោះបង្កបូរឿងដល់ពេលណាទៀតទេរបស់លោកមិនបានមកទីនេះពីថ្ងៃហើយខ្ញុំពិតជាមានការបារម្ភបន្តិចមែនខ្លាចតែជំងឺរបស់លោកធ្វើទុកឡើងវិញមិននឹកស្មានថាលោកមើលទៅមានទឹកមុខស្រស់បោះគ្រាន់បើអញ្ចឹងសោះក៏ដោយសារតែបានកញ្ញាហោជាជួយមើលថែទាំយ៉ាងដិតដល់ដែរនឹងណាឥឡូវនេះរបបអាហារទាំង3ពេលរបស់ខ្ញុំគឺអាចញ៉ាំបានខ្លះហើយក៏អាចធ្វើចំណាបានតាមចិត្តធម្មតាវិញដែរមីងជឺមានការប្រឡងរង្វីតម្លៃលើការសិក្សាថ្មីនេះរវល់បន្តិចអញ្ចឹងហើយទើបខ្ញុំមកទីនេះម្នាក់ឯងងាប់ហើយហាងអាហារសម្រន់ចិត្តដល់ម៉ោងត្រូវផ្លាស់ប្ដូរលំអាកាសទៅសម័យមុនហើយនៅទាន់តើលោកចាំបន្តិចណាខ្ញុំជួយរៀបចំអាហារសម្រាប់ថ្ងៃស្អែកឲ្យលោកមិនកើតទេមិនទាន់ពេលទេខ្ញុំត្រូវបិទហាងហើយលោកប្រញាប់ចាក់ចេញទៅលឿនឡើងជួយជូនដំណើរដានីវក្មេងស្រីជំនួសខ្ញុំផងថ្មីនេះហត់នឿយខ្លាំងណាស់ថ្ងៃនេះសូមលំហែកាយឲ្យសប្បាយចិត្តបន្តិចចុះពូជៀនបាត់ដំណឹងយូរហើយតើថ្មីនេះសុខសប្បាយជាទេថ្នាក់វិទ្យាល័យយើងហៀបនឹងមានការជួបជុំគ្នាហើយគឺកំណត់យកថ្ងៃបុណ្យណូអែលសប្តាហ៍ក្រោយនេះពួកគេកំពុងសួរថាឯងទៅដែរអត់ខ្ញុំគិតចុះគិតឡើងដឹងតែត្រូវផ្ញើរូបភាព screen ទាំងនេះឲ្យឯងមើលហើយជូសានការជួបជុំលើកនេះមាននរណាទៅអញ្ជើញពូជៀនដែរទេជួយយន្តមនុស្សលបដូចនាងនឹងច្បាស់ជាមិនហ៊ានមកលេចមុខទេរឿងកាលពីមុននាងភ្លេចអស់ហើយមែនទេតើមានមុខមាត់អីមកជួបជុំខ្សែខ្ញុំទៅណាហើយខ្សែខ្ញុំបាត់ហើយជាកាដូថ្ងៃខួបកំណើតដែលម៉ាក់ឯងទិញឲ្យមែនទេខ្សែដែលមានតម្លៃថ្លៃមួយនោះហាចាខ្ញុំតែងតែដាក់វានៅក្នុងថតកាតាបសាឡាតើអ្នកទាំងអស់គ្នាជួយរកមើលនៅជុំវិញកៅអីបន្តិចទៅមើលថាមានឃើញខ្សែរបស់ជូសានទេខ្សែនេះមានតម្លៃណាស់ជាម៉ូតចុងក្រោយរបស់សានមិនធ្វើឲ្យបាត់ដោយខ្លួនឯងទេច្បាស់ជាត្រូវមិត្តរួមថ្នាក់ណាម្នាក់លួចហើយក្នុងថ្នាក់មានតែហួជាម្នាក់គត់ដែលមិនបានទៅហាត់ប្រាណពេលព្រឹកហេតុអីមិនឆែកមើលនាងទៅលោកគ្រូគូឃើញខ្សែហើយពិតជាត្រូវបាននាងលួចមែនពូជៀនខ្ញុំចាត់ទុកឯងជាមិត្តមិននឹកស្មានថាឯងហ៊ានធ្វើរឿងបែបហ្នឹងសោះខ្ញុំអត់បានលួចទេមិនមែនខ្ញុំជាអ្នកលួចទេបើមិនមែនឯងលួចតើជាអ្នកណាទៅវត្ថុតាំងរកឃើញនៅក្នុងទូរបស់ឯងហើយភូតាំងនៅនឹងមុខហើយនៅចង់ប្រកែកទៀតមែនទេខ្ញុំមិនដឹងទេខ្ញុំមិនដឹងថាហេតុអីវាស្ថិតនៅក្នុងទូរបស់ខ្ញុំទេសៀមីនពួកនាងនិយាយពីឯងបែបហ្នឹងពិតជាហួសហេតុពេកហើយខ្ញុំដឹងថារឿងនោះមិនមែនឯងជាអ្នកធ្វើទេការជួបជុំលើកនេះខ្ញុំនឹងទៅសៀមីនឯងឈួតហើយមែនទេចាំបាច់ទៅខ្វល់ខ្វាយជាមួយមនុស្សបែបហ្នឹងធ្វើអីពូជៀនមិនអីទេឯងជួយប្រាប់ប្រធានថ្នាក់ឲ្យខ្ញុំផងទៅឯងទៅតែព្រមព្រៀងថាទៅក្នុង group chat ឲ្យលន់តែម្ដង
ខ្ញុំថត screen ឲ្យមើលនេះជូសានសានការជួបជុំលើកនេះខ្ញុំបានកក់កន្លែងរួចរាល់ហើយនៅភោជនីយដ្ឋានតាមលឺក្រុងឈូតូបាទសូមជាអ្នកនាងធំត្រកូលជួបពិតមែនកន្លែងកក់ពិបាកយ៉ាងហ្នឹងក៏អ្នកនាងអាចកក់បានដែរត្រូវហើយកន្លែងហ្នឹងមនុស្សធម្មតាពិបាកចូលណាស់ឬថាតតែមានកាតសមាជិកទើបចូលបានឬថាឪពុកម្ចាស់ហាងតាមលឺគឺជាបុគ្គលលេចធ្លោក្នុងវិស័យបុរាណវិទ្យាណាគ្រឿងសង្ហារឹមខាងក្នុងសុទ្ធសឹងតែជាវត្ថុបុរាណលើកនេះបានបើកភ្នែកមើលហើយចុះបើអញ្ចឹងមិនត្រូវស្លៀកពាក់ឈុតធំឬរ៉ូបរីត្រីស្មូសទើបចូលទៅបានទេហើយខ្ញុំមានគំនិតមួយពួកយើងស្លៀកឈុត handful handfit ទៅទាំងអស់គ្នាទៅជូយូនឬថានាងលប់ម្នាក់ហ្នឹងឥឡូវរស់នៅយ៉ាងលំបាកវេទនាសូម្បីតែការងារក៏រកមិនបានដែរដូចជាត្រឡប់ទៅស្រុកស្រែវិញបាត់ហើយខ្ញុំទៅតែទទួលបានដំណឹងថាហួជានឹងមកចូលរួមការជួបជុំដែរខ្លួនឯងពិតជាខ្លាចជាផ្ទាំងស៊ីបនៃការពិភាក្សាមែនតើខ្ញុំមកឲ្យខ្ញុំមើលទៀតអីយ៉ាងណាក៏ខាងក្រោយគ្មានពាក្យល្អមើលដែរមិនផុតពីចំអកមើលងាយខ្ញុំដើម្បីបង្ហាញភាពខ្លាចរបស់ពួកនាងឡើយបងជួបរឿងអីមែនទេហេតុអីត្រូវចំណាយដល់ទៅ102ដងដើម្បីទិញឈុតសម្លៀកបំពាក់មួយកុំភ្លេចហ្នឹងបន្តិចទៀតបងត្រូវទៅចូលរួមការជួបជុំមួយការជួបជុំនោះពិតជាសំខាន់សម្រាប់បងខ្លាំងណាស់ដូចនេះបងត្រូវទិញឈុតដែលមានកម្រិតខ្ពស់បន្តិចដើម្បីបង្អួតរៀនក្នុងកម្មវិធីមកពីនៅក្នុងកម្មវិធីជួបជុំនោះមានបរិះដែលបងលួចស្រឡាញ់មែនទេឯចំណែកសូវ៉ាន់វិញគឺផ្ទុយស្រឡះនៅក្នុងកម្មវិធីជួបជុំនោះមានស្ត្រីរបស់បងជាប្រភេទស្ត្រីស៊ីសាច់ហត់ឈាមនឹងគ្នាបងដាច់ខាតត្រូវតែលេចធ្លោជាងគេទូទាំងកម្មវិធីបើអញ្ចឹងមិនបាច់ទិញឈុតសម្រាប់ជោគជ័យនេះទេឬថាហាងសម្លៀកបំពាក់ហុងស៊ីវទើបតែនាំចូលក្រណាត់ខ្ញុំនឹងទៅបងស្រីខ្ញុំឲ្យជួយរចនាឈុតសម្លៀកបំពាក់មួយឈុតជូនបងធានាថាស្អាតប្លែកគេហ្មងពិតមែនហេបើអញ្ចឹងបងសូមផ្ញើជីវិតលើអូនស្រីហើយណាយកអានឹងហើយ4មុខខាងនេះទៀតខ្ចប់ទាំងអស់មកអានឹងហើយមួយជួរនេះជាមួយជួរខាងលើគេបង្អស់នោះទៀតក្រៅពីនឹងអត់យកទេអាយកទាំងអស់មកអាកាសធាតុចាប់ផ្ដើមត្រជាក់ហើយតិចទៀតប្រហែលជាមានធ្លាក់ព្រិលហើយមើលទៅអាវមួយនេះហើយនឹងអាវម៉ូដខ្លីមួយនេះទៀតហើយអាវម៉ូដវែងទាំង3នេះខ្ចប់ទាំងអស់មកចាចុះអាពណ៌ខ្មៅលេខ190នោះក៏ខ្ចប់មកដែរមកស្អាតខ្លាំងណាស់តើ នេះជាសូត្រភូកងចិនការដាំឡើយគឺជារបស់ថ្វាយស៊ុយសាអកពីនកូកៅឆាងជូនដល់រាជវាំងឆ្លងកាត់ច្រើនឆ្នាំទើបមានចរាចរណ៍នៅលើទីផ្សារចំនួនក៏មានមិនច្រើនដែរពិតជាកម្រនឹងមានតម្លៃណាស់មានតែខោអាវគឺមិនទាន់គ្រប់គ្រាន់ទេលោកយាយខ្ញុំបានលើរឿងរ៉ាវរបស់កញ្ញាហួចៀនហើយក៏ប្រគល់ភារកិច្ចឲ្យខ្ញុំយកគ្រឿងអលង្ការមួយឈុតនេះមកជូនកញ្ញាដើម្បីឲ្យសមនឹងសូត្រភូកងនេះវាមានតម្លៃពេកហើយខ្ញុំមិនហ៊ានទទួលទេលោកនេះជាបំណងរបស់លោកយាយតម្យ៉ាងគ្រឿងអលង្ការនេះទុកចោលក្នុងឃ្លាំងគឺពិតជាស្ដាយណាស់មិនស្មើនឹងរកម្ចាស់ថ្មីឲ្យវាទេប៉ុន្តែកុំបារម្ភអីកញ្ញាចំពោះគ្រួសារលោករបស់យើងឬចំពោះខ្ញុំផ្ទាល់គឺសុទ្ធតែជាអ្នកមានគុណពីមុនខ្ញុំតែងតែបារម្ភថាមិនដឹងជាត្រូវតបស្នងកញ្ញាយ៉ាងម៉េចទេឥឡូវពិបាកនឹងរកឱកាសបានសង្ឃឹមថាកញ្ញាហួចៀននឹងព្រមទទួលចុះណាអញ្ចឹងខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាហើយលើកនេះខ្ញុំច្បាស់ជាអាចស្រោចស្រង់មុខមាត់មកវិញបានយ៉ាងល្អឥតខ្ចោះមកអញ្ចឹងខ្ញុំចាំស្ដាប់ដំណឹងល្អពីបងស្រីហួចៀនហើយណាខ្ញុំក៏មានកាដូចង់ជូនអ្នកទាំងអស់គ្នាដែរអាវធំជាងគេមួយនេះគឺជូនដល់លូមីងលីនេះជាអាវរោមស័តអាវរងាខាងក្នុងញាត់ដោយរោមខ្ញានដ៏ទន់ល្មើយវាស្រាលនឹងកក់ក្ដៅជាងអាវរោមចោកដែលពួកអ្នកពាក់ក្នុងរដូវរងាឆ្ងាយណាស់ពិតជាមិនខុសបំណងដែលជាអ្នកនាងធំគ្រួសារជើមែនអាវមួយឈុតនេះប្រណិតខ្លាំងណាស់មើលតែដឹងបាត់ទៅហើយថាមិនមែនជារបស់ដែលទិញតាមអនឡាញដូចពួកយើងទេរឿងនឹងច្បាស់ហើយមិនមើលផងថាសានជាអ្នកណានាងជាអ្នកនាងកញ្ញាបាក់នៅលើអាវនេះទៅមើលឬថាជាស្នាដៃលោកគ្រូរបស់នាងប៉ាក់ឲ្យផ្ទាល់ដៃទៀតផងខោអាវមិនបែងចែកថោកទាបខ្ពង់ខ្ពស់អីទេខ្ញុំគ្រាន់តែមានសំណាងបានបុណ្យបារមីពីចាស់ទុំក្នុងផ្ទះទើបមានឱកាសបានពាក់អាវមួយឈុតនេះអញ្ចឹងល្អតើពួកយើងបើកការផ្សាយផ្ទាល់លេបតែម្ដងទៅខ្ញុំក៏មិនចង់ពាក់អួតអាងពេកដែរប៉ុន្តែលោកគ្រូរបស់ខ្ញុំបានប្រាប់ថាចង់ឲ្យខ្ញុំជួយផ្សព្វផ្សាយពីរបស់ល្អបែបនេះគួរតែឲ្យមនុស្សទូទាំងប្រទេសឬសូម្បីតែទូទាំងពិភពលោកបានដឹងបានស្គាល់ត្រូវហើយតើចេនឯងមិនមែនជា net idol ទេអីកាលនេះមាន fan តាមដានរាប់ម៉ឺននាក់ល្មមអាចជួយសានផ្សព្វផ្សាយបានហើយតើអូហូហេតុអីបានជា host លេបពេលនឹងអញ្ចឹងស្ទើរតែខកខានមើលបាត់ទៅហើយថ្ងៃនេះចង់មកចែករំលែកមុខសម្ភារដែលទើបតែចូលបុណ្យឯមែនទេពីគ្រាថ្ងៃបុណ្យនោះឯចានេះខ្ញុំកំពុងតែធ្វើការ live ចេញពីភូមិគ្រឹះតាវលឺផ្ទាល់តែម្ដងសង្ឃឹមថាអ្នកដែលទើបតែចូលមកថ្មីកុំភ្លេចចុច follow ម្នាក់មួយផងណាតិចទៀតនឹងមានរបស់ប្លែកភ្នែកហើយភូមិគ្រឹះតាវលឺជាកន្លែងអស្ចារ្យបែបហ្នឹងសូម្បីតែឯងក៏អាចចូលទៅបានដែរ host មិនធម្មតាទេតើឬមួយជាកូនអ្នកនេះមែនទេពីអីទៅចាប៉ុន្តែមិត្តភក្តិរបស់ខ្ញុំពិតជាខ្លាំងខ្លាំងណាស់នាងគឺជាអ្នកនាងកញ្ញាធំលំដាប់សេដ្ឋីនៃគ្រួសារចៅគោលបំណងនៃការ live ថ្ងៃនេះគឺចង់បង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញពីមន្តស្នេហ៍នៃសម្លៀកបំពាក់ handful ជាពិសេសគឺអាវ handful ដែលជាបេតិកភណ្ឌអរូបីដ៏មានតម្លៃនៅលើខ្លួនរបស់អ្នកនាងចៅនេះឯងគឺសុទ្ធពូចិនកាលខ្ញុំទៅដើរលេងនៅកន្លែងកំសាន្តពូសៀនខ្ញុំធ្លាប់បានឃើញវាដែរប៉ុន្តែបានត្រឹមតែមើលពីក្រៅកញ្ចក់ប៉ុណ្ណោះឬថាឥឡូវមានតែគ្រួសារមួយគត់ដែលអាចធ្វើវាបានខាងក្រៅរកទិញមិនបានដាច់ខាតស្អាតខ្លាំងណាស់មើលទៅដូចជាអ្នកនាងកញ្ញាអភិជនដែលដើរចេញពីក្នុងផ្ទាំងគំនូរអញ្ចឹងមើលអាវនេះទៅរស់រវើកខ្លាំងណាស់មានលក់នៅកន្លែងណាដែរអត់ហ្នឹងចុះនេះជាអ្នកណាអញ្ចេះដែលចូលខុសបន្ទប់មែនទេថ្នាក់យើងមានស្រីស្អាតដល់ថ្នាក់នឹងផងមិនក៏ខ្ញុំមិនដឹងអញ្ចឹងសូមទោសអ្នកទាំងអស់គ្នាផងចាខ្ញុំមកយឺតបន្តិចហើយមិនក៏ប្រែជាស្អាតខ្លាំងម្ល៉េះក្នុងការចងចាំរបស់ខ្ញុំស្បែកនាងលឿងស្លេកតើមុខឡើងពោពេញដោយស្នាមអុចខ្មៅស្គមញ៉ាំទៀតមើលចុះទម្រង់មុខពិតជាដូចមែននឹកស្មានមិនដល់ថាហួចៀនស្អាតដល់ថ្នាក់នឹងសោះដូចជាមនុស្សផ្សេងអញ្ចឹងមើលសម្លៀកបំពាក់ handful របស់នាងចុះមើលទៅហាក់បីដូចជាប្រណិតជាងរបស់ចៅសានទៅទៀតព្រះអើយស្រីស្អាតម្នាក់ទៀតហើយពេលនាងដើរកាត់កាមេរ៉ាមិញនេះខ្ញុំមើលឡើងផ្លឹកខ្មងហួចៀនឯងមកបានចំពេលល្អណាស់ពួកយើងកំពុងតែលេបផ្ទាល់ចង់ណែនាំអ្នកលេងអ៊ីនធឺណិតឲ្យបានស្គាល់ពីក្រណាត់បុរាណបន្តិចឯងចង់មកជួយរៀបរាប់បន្តិចទេសុំទោសផងខ្ញុំមិនមែនជាអ្នកជំនាញអីទេគ្មានអីត្រូវនិយាយទេគ្រាន់តែដឹងថានេះជាក្រណាត់ប៉ាក់ចែងចាំងហ្វូកុងជីនប៉ុណ្ណឹងក្រៅពីនឹងខ្ញុំក៏មិនសូវច្បាស់ដែរក្រណាត់ប៉ាក់ចែងចាំងនឹងហ៎
មិនអាចទៅរួចឥឡូវនេះឈុតក្រណាត់បាក់ចែងចាំងតែមួយគត់គឺនៅក្នុងសាលមន្ទីរជាតិឯណោះពួកយើងកំពុង live ណាហាមនិយាយផ្ដេសផ្ដាសខ្ញុំអត់បាននិយាយផ្ដេសផ្ដាសទេនេះជាក្រណាត់បាក់ចែងចាំងពិតមែនពួកជៀនរបស់ដែលមានតម្លៃបំផុតលើលោកនេះមិនមែនជាទ្រព្យសម្បត្តិទេតែជាគុណធម៌របស់មនុស្សខ្ញុំរៀនជំនាញរចនាម៉ូដសម្លៀកបំពាក់ច្បាស់ជាយល់ដឹងច្រើនជាងអ្នកអតីតបន្តិចហើយឯងនិយាយការពិតទៅទើបវាប្រសើរជាងពួកយើងជាមិត្តរួមថ្នាក់ទាំងអស់គ្នាតើអ្នកណាទៅសើចចំអកឯងនោះពួកជៀនឯងកុំកុហកហួសហេតុពេកអីឯងប្រហែលជាទិញតាម app Talk Page មែនទេដឹងវិធីត្បាញក្រណាត់បាក់ចែងចាំងបាត់បង់រូបមុនយូរហើយឯងគ្មានផ្លូវទិញបានឡើយអញ្ចឹងមានតែជាក្រណាត់ត្បាញដោយម៉ាស៊ីនមិនមែនត្បាញដោយម៉ាស៊ីនទេគឺធ្វើដោយដៃសុទ្ធសាធចេញពីស្នាដៃរបស់ជាងល្បីឈ្មោះសំលេងសើចចំអកហាហាហាគឺក្រណាត់បាក់ចែងចាំងពិតជាក្រណាត់បាក់ចែងចាំងមែនឬមួយក៏ជារបស់คล้ายរបស់คล้ายធ្វើបានដល់កម្រិតនេះពិតជាកម្រមានណាស់អាវ៉ាំងអញប្រញាប់មកនេះមើលលោកគ្រូមានការអីមែនទេផ្ញើសារ comment ក្នុង live ឲ្យខ្ញុំបន្តិចមើលសួរថាក្រណាត់បាក់ចែងចាំងមួយឈុតនឹងសួរថាជារបស់ពិតឬរបស់คล้ายមែនទេលោកគ្រូមើលទៅមិនដូចជារបស់คล้ายទេខ្ញុំត្រូវតែឃើញផ្ទាល់ភ្នែកទើបអាចសន្និដ្ឋានច្បាស់លាស់បានសូមសួរថាក្រណាត់បាក់ចែងចាំងនេះនៅណាតើអាចអនុញ្ញាតឲ្យខ្ញុំទៅពិនិត្យមើលចិត្តបានទេម្ចាស់ live អាចប្រាប់លេខទំនាក់ទំនងរបស់ក្មេងស្រីមិញនេះបានទេជំរាបសួរម្ចាស់ live បើបានជាបុគ្គលិកសារនេះហើយសូមមេត្តាប្រាប់ពីទីតាំងបច្ចុប្បន្នរបស់អ្នកផងបានទេឬមួយក្រណាត់បាក់ចែងចាំងលើខ្លួនហួជៀនជារបស់ពិតមែនសំបីតែខាងសាលមន្ទីរក៏សួរដែរឬមួយជារបស់ពិតមែនទៅថ្ងៃនេះពិតជាបានបើកភ្នែកមើលមែនហេតុអីម្ចាស់ live មិនព្រមប្រាប់លេខទំនាក់ទំនងរបស់នាងអញ្ចឹងពួកអ្នកឯងមិនមែនជាមិត្តភក្តិនឹងខិនទេអីអ្នកណាជាមិត្តភក្តិជាមួយនាងគ្រាន់តែជាស្រីក្រីក្រតោកយ៉ាកម្នាក់សោះលោកគ្រូខ្ញុំផ្ញើសារលេងចេញហើយយ៉ាងមិនហើយអាវ៉ាំងសួរបានមិនទាន់បានផងត្រូវគេ block បាត់ហើយអញធ្វើការអីអញ្ចឹងចុះអញបាននិយាយអីខ្លះទៅខ្ញុំអត់បាននិយាយអីផងកន្លែងនេះមិនមែនជាសាលហានវិញទេអីអញថាទីណានិយាយឡើងវិញមើលភោជនីយដ្ឋានថាលើគឺតាលោកគ្រូមើលធប់ការនោះទៅមិនមែនជាធោដែលលោកលូថតការពីមែនទេគឺមួយធោនោះឯង